ngày ní nè trong hộp bùng mòn đọt pi nè côn bàn màu chuối nè thưa bùng mòn đọt hay bùng mòn bao dương ní cứ bùng mòn đại dương tình màu bịp xa cửa miền bùng mòn thầm xiết ấy tê để xa côn có tiêm tê trong hộp bóng pê để xa có hộp nó là hiến tay ngày con hộp bỏ ngay đang tay ngày ní trong hơn được kia đầm bay ao nhẹ tê hắn cọt bàn hộp ngày ní mà bị trên sna đai pi nhẹ côn nó ao nhẹ tê lụ mơ tha sna đai mạch đai bao dương tình nó là hiến vẫn cứ mà chan tụi những cứ mà chan mà pon xem mà nè ấy hộp là pi chan ấy ai đây chẳng đầm bay ao ban hộp nè chán dương thầu chấm này lưỡi ao chán đây chẳng dương tình vô mà thôi tê ai tới lạiให้បានហូបគ្នាច្រើនមិនថាអ្នកណាឆ្ងាញ់អីអាចហូបឈានដល់3 4ចានបានព្រោះធ្វើខ្លួនឯងចឹងអស់ធូរធូរឯតែឥឡូវមកធ្វើមកមើលពីវិធីដែលខ្ញុំធ្វើកូនស្រីទៅសៀលចូលមកដល់ហ្នឹងខ្ញុំក៏បានមកជូនកូនមកពីសាលាហ្នឹងក៏បានចូលទិញពងមាន់តាមផ្លូវយើងផ្សំគ្រឿងទុកឲ្យហើយមកដល់ពេលយើងធ្វើគឺគ្រឿងមានសពគ្រប់ទាំងអស់គឺខ្ញុំបានចូលទិញពងមាន់តាមតូបមកហ្នឹងចំនួន10គ្រាប់ហើយសម្រាប់ពងមាន់ដុតរបស់យើងហ្នឹងមានគ្រឿងសាមញ្ញទេអត់មានគ្រឿងអីច្រើនដែលយើងត្រូវទិញពីខាងក្រៅទេហើយសម្រាប់គ្រឿងមកវាណាខ្ញុំគ្រាន់តែយករៀបចំសុទ្ធមាន់គ្រឿងទេសតិចតួចតាមចំណូលចិត្តរបស់យើងណាវាមានដូចជាស្ករទឹកត្រីឬម្រេចនិងប៊ីចេងដើម្បីធ្វើឲ្យវាមានរសជាតិឆ្ងាញ់ហើយការច្នៃប្រឌិតហ្នឹងខ្ញុំបានចាក់សុទ្ធមាន់ហ្នឹងទៅក្នុងកូនចានទូចដែលគេមានចានសម្រាប់ដុតពងមាន់បើយើងយកចានយើងធម្មតាយកទៅដុតហ្នឹងអត់បានទេព្រោះពងមាន់វាក្តៅខ្លាំងអញ្ចឹងវាអាចបែកចានអញ្ចឹងយើងត្រូវទិញកូនជួងដៃតូចសម្រាប់ចានតូចដែលយើងយកមកដុតហ្នឹងយើងដាក់ប្រហែលជាពងមាន់ចានមួយអាចជាដាក់បានមួយគ្រាប់ដែរសម្រាប់ខ្ញុំសាកធ្វើវាចំនួន5គ្រាប់សិនខ្ញុំអត់ហ៊ានធ្វើដល់10ទេដោយសារញ៉ាំតែ2អ្នកកូនអញ្ចឹងខ្លាចញ៉ាំអត់អស់អញ្ចឹងសាកធ្វើ5គ្រាប់សិនខ្ញុំបានយកចានមក5ចានហ្នឹងហើយសម្រាប់ការដុតរបស់យើងនេះខ្ញុំបានជ្រើសយកចង្ក្រានខ្ជុងខ្ញុំប្រើខ្ជុងហ្នឹងហើយអត់មានប្រើចង្ក្រានគិសនីអីទេព្រោះផ្ទះយើងនៅស្រុកខ្សែងាយគឺមានចង្ក្រានអុសនៅក្នុងផ្ទះយើងប្រកាសធ្វើខ្ជុងទៅហើយសម្រាប់ពងមាន់ដែលយើងដុតហ្នឹងគឺយើងយកកូនចានហើយយើងយកពងមាន់ហ្នឹងមកកូរបញ្ចូលគ្នាមកវៃដូចយើងចៀនអញ្ចឹងដូចពងទាយើងចៀនអញ្ចឹងយើងលាយគ្រឿងដាក់មកយើងមានប៊ីចេងស្ករម្រេចអីហ្នឹងក៏ដាក់ឲ្យល្មមមកយើងមិនដាក់ដិតមកពេកទេយើងដាក់ហូបជាតិវារាងសាប់បន្តិចយើងរាងស្ទើរទៅដើម្បីយើងសនុកហូបជាមួយនឹងម្រេចខាងក្រៅជាមួយអំបិលម្រេចជាមួយខ្ទឹមជ្រក់ហ្នឹងហើយយើងកូរវាហើយយើងចាប់ផ្ដើមដាក់ចានយើងនៅលើចង្ក្រានមករួចទៅយើងដួសពងមាន់យើងតែនៅមានប៊ឺចាគឺប៊ឺហ្នឹងគឺយើងដាក់ឲ្យវាសម្រាប់កុំឲ្យពងមាន់ហ្នឹងជាប់ជាមួយនឹងចានហ្នឹងហើយកុំអត់បើសិនជាយើងអត់ប្រើប៊ឺទេគឺខ្ញុំដាក់សាកហើយគឺជាប់អាចដួសពងមាន់ហ្នឹងហូបបាននេះគឺវាជាប់ជាមួយនឹងគូចានចាយើងដាក់ប៊ឺហើយយើងដាក់វាក្តៅទៅយើងកូរវាឲ្យសព្វជាមួយនឹងចានហ្នឹងទៅយើងដាក់ពងមាន់ហើយយើងដុតទៅយើងចាំតែវាឆ្អិនមកគឺងាយស្រួលហើយលទ្ធផលមិនដល់ហ្នឹងហើយឥឡូវកូនពៅញ៉ាំហើយបានស្នើសុំថាលើក្រោយហ្នឹងសុំញ៉ាំទៀតនេះយើងចាប់យកទៅឲ្យគាត់ហ្នឹងហើយអាពេលចាប់ហ្នឹងណាអាលីសអស់មួយនេះចាប់តំណងប៉ុន្តែអាពេលចាប់ធ្លាក់បែកណាគឺអត់មានបានថតទេដោយសារចាប់ទៅធ្លាក់បែកអស់ទាំងចានអស់ទាំងពងមាន់អស់ទាំងអីទៀតដោយសារវាឃ្លោងអញ្ចឹងថ្ងៃក្រោយតហាត់ឲ្យមានជំនាញបន្តិចដើម្បីកុំឲ្យចាប់យកពីសង្គ្រានយកទៅដាក់លើតុធ្លាក់បែកទៀតព្រោះចាប់ទៅក៏ចាប់នេះវាផ្អៀងហៀធ្លាក់បែកខាតទាំងពងមាន់ខាតទាំងចានថ្ងៃក្រោយយើងអាចយកទៅថាសយកអីដាក់វាសង្គ្រានហើយហ្នឹងហើយឥឡូវកូនពៅរបស់ខ្ញុំឯងមើលនេះគឺខ្ញុំដុតយកឆ្អិនច្រើននិយាយទៅខ្ញុំពេលខ្ញុំយកដាក់លើតុណាខ្ញុំបានធ្វើកលាប់អាខាងឆៅមកក្រោមព្រោះចានដែលយើងលើកទៅហ្នឹងវាអត់ទាន់ត្រជាក់ភ្លាមឯវានៅក្តៅអញ្ចឹងយើងកលាប់ទៅអាចឆ្អិនដោយតាមពិតពងមាន់ហ្នឹងគេហូបឆៅគេហូបបែបឆៅខ្លះបញ្ឆ្កាញ់បែបមានតន់នៅពេលយើងតែដោយសារពងមាន់យើងគឺវាមិនមែនជាពងមាន់ធម្មជាតិអញ្ចឹងខ្ញុំអត់ហ៊ានហូបឆៅសុខចិត្តថាយកឆ្កាញ់តាមកម្រិតហ្នឹងខ្ញុំកលាប់វានេះឥឡូវខ្ញុំកលាប់ហើយបើសិនជាបានពងមាន់ធម្មជាតិយកមកធ្វើទៀតអូដឹងតែឆ្ងាញ់ហ្មងយើងដុតតាមបែបអាហ្នឹងបើពងទាវិញគេហៅពងទាចូលភ្នៅតែបើយើងដុតនេះយើងដុតនៅទឹកអញ្ចឹងដែរមិនវាឆ្កាញ់ឥឡូវនេះចូលដល់ចានមិញហ្នឹងអស់2ចានទេឥឡូវហ្នឹងគាត់ហូបដល់ចានទី3ទៀតហើយគាត់ចូលចិត្តឥឡូវបាយដាក់នៅហ្នឹងគាត់ហូបដែរគាត់សុខចិត្តហូបពងមាន់ដោយសារគាត់ចង់ហូបអូយពីដាក់មួយខ្ទឹមជ្រក់មួយម្រេចមួយសបាច់ក្រូចថែមទៅនិយាយពីថាជាតិពងមាន់អាំងនេះគឺងាយស្រួលធ្វើមែនទែនបើចង់ហូបកុំភ្លេចធ្វើទាំងអស់គ្នាណាកូនក្លោឆ្ងាញ់ទេកូនញ៉ាំអរគុណចារៀបលាជំរាបលាបាយបាយ
Dạ thịt thả rồi. Vì sao bây giờ mình không biết